តោះបងប្អូនទាំងគ្នាឥឡូវនេះបន្ទាប់ពីសហរដ្ឋអាមេរិកត្រាំគាត់បានគម្រាមប្រទេសអារ៉ង់ពីយប់មិញឥឡូវនេះលទ្ធផលគឺជោគជ័យហើយបងប្អូនអញ្ចឹងណាគឺឥឡូវនេះមានបទឈប់បាញ់រយៈពេល2អាទិត្យបងប្អូនណា14ថ្ងៃដែលប្រទេសអារ៉ង់គឺបានស្នើមកដល់ខាងប្រទេសសហរដ្ឋអាមេរិក10ចំណុចឥឡូវនេះសហរដ្ឋអាមេរិកក៏គាត់ព្រមព្រៀងយកបងប្អូនប្រហែលជាចរចានេះត្រូវឲ្យបងប្អូនអញ្ចឹងណាដែលការចរចានេះក៏មានប្រទេសប៉ាគីស្ថានណាបងប្អូនក៏ដែលបានចូលរួមចំណែកដែរណាឥឡូវនេះបានបត់ឈប់បាញ់រយៈពេល14ថ្ងៃណាបន្ទាប់ពីម្សិលមិញត្រាំថាគម្រាមមក7ប្រឹងនៅកំតិចខ្ទេចរងចាក់ធម្មពលអគ្គិសនីរបស់ប្រទេសអារ៉ង់នឹងស្ពាននេះផ្ដាច់ទាំងអស់បងប្អូនណាហើយកំតិចហិចថារចនាសម្ព័ន្ធខ្ទេចអស់បន្ទាប់ពីអារ៉ង់ពីយប់មិញប្រជាជនគេនាំគ្នាទៅពាត់នៅកន្លែងរោងចក្រធម្មពលអគ្គិសនីបងប្អូនណាធ្វើជារង្វង់មូលបងប្អូនណាទាំងក្មេងទាំងកុមារទាំងមនុស្សចាស់ឲ្យទៅពេញហ្នឹងបងប្អូនអញ្ចឹងឥឡូវនេះត្រាំពិបាកបរយពិបាកធ្វើណាបងប្អូនណាហ៊ានតែធ្វើខុសច្បាប់អន្តរជាតិណាបងប្អូនណាឥឡូវនេះក៏មានការចរចានេះឡើងវិញហើយឥឡូវក៏ប្រទេសអារ៉ង់ក៏គេព្រមព្រៀងបើកច្រកសម្រុះហូមូសបងប្អូនណាដើម្បីឲ្យកប៉ាល់អាចចេញចូលដឹកបានរយៈពេល14ថ្ងៃណាបងប្អូនណាអញ្ចឹងប្រទេសកម្ពុជាយើងអាចនឹងឆ្លៀតទៅទិញពីគេបានក្នុងរយៈពេល14ថ្ងៃដែរបងប្អូនដើម្បីអីព្រោះអីពេលហ្នឹងក៏វាជាពេលល្អមួយដែរបងប្អូនណាហើយក៏ជាតំណែងល្អមួយពិភពលោកដែរបងប្អូនអើយបើសិនជាជំនាញបើសិនត្រាំទម្លាក់នុយក្លេអ៊ែរមែនងាប់បាត់ហើយបងប្អូនតិចឯពិភពលោកគ្មានរស់ទេបងប្អូនអញ្ចឹងណាប៉ុន្តែជោគជ័យនេះបងប្អូនហ្នឹងហើយកម្រណាបងប្អូនណាកម្រនៅសហរដ្ឋអាមេរិកក៏ទទួលយកណាពីមុនត្រាំគឺមិនទទួលយកទេតែឥឡូវត្រាំព្រមទទួលយកណាបងប្អូនហើយក៏ជោគជ័យខាងប្រទេសអារ៉ង់មួយដែរប្រជាជនគេសប្បាយចិត្តដែរថាសហរដ្ឋអាមេរិកអាចជាចាញ់ឬមួយក៏ជាមួយនឹងប្រទេសអារ៉ង់អញ្ចឹងណាបងប្អូនណាដែលការគិតដែលគេមើលមកទេតែសម្រាប់សហរដ្ឋអាមេរិកមិនដឹងតែគាត់ជាយុទ្ធសាស្ត្រទីផ្សារបររបស់គាត់ជាមួយនឹងប្រទេសអារ៉ង់ឬមួយក៏យ៉ាងម៉េចណាបងប្អូនណាឬមួយក៏គាត់បានតែគម្រាមទេចឹងយើងមានតែរងចាំតាមដានបន្តទៀតបងប្អូនតើ14ថ្ងៃនឹងអាចបញ្ចប់រហូតដល់ខាងមុខបានវែងឆ្ងាយទៀតឬមួយក៏ជាយ៉ាងម៉េចបងប្អូនចឹងណាខ្ញុំគិតថាបើសិនជាត្រាំត្រូវនេះជាមួយអារ៉ង់អូយល្អណាស់បងប្អូននិយាយមានជោគជ័យធំណាគ្មានអ្នកណាហ៊ានប៉ះទេហើយញញៃសេដ្ឋកិច្ចប្រទេសអារ៉ង់ខ្លាំងឆ្ងាញ់ចំណេញមួយឈ្មោះពាក្យអែមណាបងប្អូនណាចឹងខ្ញុំគិតថាខ្ញុំសូមឲ្យប្រទេសសហរដ្ឋអាមេរិកត្រាំកុំបាក់បែកជាមួយប្រទេសអារ៉ង់អីត្រូវគ្នាវិញទៅណាដើម្បីសន្តិភាពពិភពលោកណាដើម្បីមនុស្សជាតិយើងរស់នៅឲ្យបានយូរតិចទៀតតែខ្ញុំគិតថាផាច់ត្រាំផាច់គាត់គិតដែរបងប្អូនអាចរិតមានហ្នឹងបើសិនគាត់ហ៊ានប្រើនុយក្លេអ៊ែរស្មើនឹងសហរដ្ឋអាមេរិកគឺចាញ់បងប្អូនណាគឺក្បាច់ចុងក្រោយបងប្អូនណាគឺធ្វើគេមិនចេញគឺប្រើក្បាច់ហ្នឹងបងប្អូនណាប៉ុន្តែត្រាំមិនហ៊ានទេបងប្អូនណាឥឡូវចរចាបើកច្រកសមុទ្រហូមូសរយៈពេល14ថ្ងៃចូលរួមត្រេកអរទាំងអស់គ្នាបងប្អូនខ្ញុំក៏សប្បាយចិត្តដែរហើយក៏សង្ឃឹមថាប្រេងវានឹងចុះថោក14ថ្ងៃប្រទេសខ្មែរយើងអាចឆ្លៀតទៅទិញទៅដើម្បីយើងបានប្រេងបានប្រើប្រាស់ដែរបងប្អូនណាវិញឥឡូវនេះគេបើក14ថ្ងៃហើយយើងរងចាំបន្តរងចាំតាមដានបន្តទៀតបងប្អូនថាផុតពី14ថ្ងៃហ្នឹងតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតដល់បងប្អូនអរគុណច្រើន